សួស្តីអ្នកទាំងអស់គ្នាអញ្ចឹងយើងត្រឡប់មកវិញជាមួយនឹងវីដេអូមួយទៀតគឺនិយាយពី basic comment ទៅលើ Ubuntu ប៉ុន្តែអានេះគឺជា part 2តពីវីដេអូមុនអញ្ចឹងអឺខ្ញុំចង់រំលឹក comment ខ្លះៗនៅក្នុងវីដេអូមុនគឺទីមួយគឺយើងសួរទៅលើ username យើងគឺ comment និយាយថា who am I យើងចុច enter មកនេះគឺឈ្មោះឆៃអានហើយតមក pwd គឺ present directory អឺគឺ home ឆៃអាន/home ឆៃអានហើយនេះគឺ host name យើងសួរទៅលើ host name អូខេ host name ខ្ញុំគឺឈ្មោះថាឆៃអាន server អញ្ចឹងនេះគឺជាតាក់ទងមួយ username អញ្ចឹងខ្ញុំនឹងធ្វើការបង្កើត file command បង្កើត file គឺយើងប្រើ touch ហើយខ្ញុំដាក់ឈ្មោះថា file name.txt អូខេវាយអញ្ចឹងទៅនេះគឺ command ខ្ញុំបង្កើត command ហ្នឹងមួយអូខេចុច enter មកយើងចុច ls នេះគឺ file name.txt យើងបានបង្កើតហើយអញ្ចឹងខ្ញុំចង់ឲ្យស្គាល់ command មួយទៀតគឺ nano file file name យើងបង្កើតមិញហ្នឹង file.txt អញ្ចឹងចំពោះ command nano នេះគឺវាដូចនឹង note យើងបើក notepad នៅក្នុងWindows អញ្ចឹងយើងចុច enter មកវានឹងចេញ notepad មួយហើយឥឡូវខ្ញុំសរសេរចូលក្នុងហ្នឹងដាក់ hello from ឆៃអានអូខេហើយខ្ញុំសរសេរមួយទៀត my name is ឆៃអាន and I'm from CTech Institute អូខេវាយទៅ from Institute យើងដាក់មក Cambodia អូខេដាក់ដាក់ my major is major is MIS អូខេខ្ញុំសេប៉ុណ្ណឹងខ្ញុំចុច control យើងចុច control x ដើម្បី save ទៅចុច y មកដើម្បី save អូខេអញ្ចឹងយ៉ាឥឡូវខ្ញុំ clear វាចោលសិនអូខេឥឡូវខ្ញុំមកសរសេរបានហើយអញ្ចឹងយើងទៅមើលខ្ញុំប្រើ command cat ដើម្បី menu file ដែលខ្ញុំសរសេរមិញហ្នឹង file name.txt អូខេនេះគឺជាអ្វីដែលខ្ញុំសរសេរមិញអញ្ចឹងខ្ញុំប្រើ command cat ដើម្បីមើលfile ហ្នឹងអញ្ចឹងខ្ញុំបង្កើត file ហ្នឹងហើយអញ្ចឹងខ្ញុំប្រើ command មួយទៀតគឺ mkdir គឺជាការបង្កើត directory ថ្មីមួយទៀតអញ្ចឹងខ្ញុំបង្កើតថាដាក់ថា folder.txt យើងចុច enter មកហើយយើងចុច ls នេះគឺពណ៌ខៀវនោះគឺ folder.txt ប្រហែលជាអត់សូវឃើញប៉ុន្តែពណ៌ខៀវនោះគឺតំណាងឲ្យ directory ហើយចឹង directory ខ្ញុំមាន2គឺខ្ញុំមាន sv 2.6 នេះមួយហើយនិង folder.txt នេះមួយអញ្ចឹងយើងបង្កើតបាន directory ហើយអញ្ចឹងខ្ញុំធ្វើការឥឡូវខ្ញុំចូលទៅក្នុង cat ខ្ញុំចង់ចូលមើល folder ហ្នឹងតិចថា folder ហ្នឹងមានអីអត់ពីយើងបង្កើតអញ្ចឹងធម្មតាវាចំកាច់វាអត់មានអីទេខ្ញុំចង់ចុចមើលគឺយើងប្រើ command cat ដូចគ្នាយើងដាក់ folder txt អូខេ cat folder is directory វាចេញមកហើយអញ្ចឹងអូខេអញ្ចឹងបន្តមកទៀតគឺខ្ញុំធ្វើការcd យើងប្រើ command cd ដើម្បីចូលទៅក្នុង directory ហ្នឹងអញ្ចឹងយើងវាយ cd មក folder .txt ដើម្បីចូលទៅក្នុង folder ហ្នឹង txt អូខេឥឡូវវាចូលហើយឥឡូវយើងចុច pwd មើលដើម្បីបញ្ជាក់នេះគឺ /home/char/folder.txt អញ្ចឹងយើងកំពុងនៅក្នុងdirectory txt អញ្ចឹងfolder ក្នុង directory folder txt ហ្នឹងអញ្ចឹងដើម្បីចេញគឺយើងអាចសរសេរ cd ក៏បានយើងសរសេរ comment cd ក៏បានយើងធ្វើ comment cd ចុចក៏បាន comment ពីរហ្នឹងគឺខុសគ្នាត្រង់ថា cd គឺទោះបីយើងចូលប្រមាណក៏ដោយយើងចូល
ចូល directory ប្រហែលចូល folder ប្រហែលហើយវា cd មកយូរថយក្រោយទាំងអស់តែបើយើងប្រើ comment cd ចុច2ហ្នឹងគឺវាថយតែមួយ step ទេអូខេឥឡូវយើងចេញមកហើយអញ្ចឹងខ្ញុំចុច ls សិនអញ្ចឹងខ្ពស់ comment បន្ទាប់គឺខ្ញុំចង់ copy file name txt ហ្នឹងចូលទៅក្នុង directory folder .txt អញ្ចឹងខ្ញុំប្រើ comment ថា cp source file name របស់យើងហ្នឹងគឺ file name .txt ហ្នឹងហើយខ្ញុំ copy ចូលក្នុង folder .txt អញ្ចឹងចូល folder .txt យើង enter មកយើង ls អូខេឥឡូវខ្ញុំមក copy ហើយឥឡូវយើងចូលទៅក្នុងfolder .txt ហ្នឹងចូល directory folder .txt អូខេឥឡូវយើងចូលហើយយើងចុច ls មកអូខេឥឡូវនៅក្នុង directory យើងហ្នឹងគឺមាន file name មកយើង copy ចូលមិញហ្នឹងអូខេអញ្ចឹងយើងបាន copy ចូលអាហ្នឹងហើយអញ្ចឹងយើង copy ហើយអញ្ចឹងចំពោះcomment បន្ទាប់នោះគឺខ្ញុំនឹងធ្វើការ remove file name ហ្នឹងចេញពី directory ហ្នឹងអញ្ចឹងយើងចុច rm file name .txt អូខេចុច enter ចុច ls មកអត់មានទេអញ្ចឹងលុបបាត់ហើយអញ្ចឹងគឺយើង remove បានជោគជ័យហើយអញ្ចឹងចំពោះបន្ទាប់ទៀតនឹងគឺឥឡូវខ្ញុំទាញវាចូលខ្ញុំ copy វាចូលម្ដងទៀតសិន file name .txt អូខេខ្ញុំសរសេរខុសអូខេឥឡូវខ្ញុំសរសេរម្ដងទៀត cp file name txt file name .txt ហើយយើងចូលក្នុង folder .txt អូខេចុច enter មកទៅ search file directory ls មើលអត់មានទេឥឡូវខ្ញុំចេញពីក្រៅពី directory ហ្នឹងសិនចុចអូខេឥឡូវខ្ញុំ clear វាមួយសិន visual មើលខ្ញុំធ្វើការ copy file name ខ្ញុំមិញហ្នឹង .txt ចូលទៅក្នុង folder .txt អូខេឥឡូវ ls មើលវាយើងចូលនៅក្នុង cd folder .txt អូខេចូលមកយើង ls មើលអូខេវាចូលហើយអញ្ចឹងខ្ញុំនឹងធ្វើការ backup file name.txt អញ្ចឹងដើម្បី backup បានគឺយើងប្រើ comment យើងប្រើ comment cp យើងវាយ file name ហ្នឹងមក file name .txt យើងវាយម្ដងទៀត file name .txt ប៉ុន្តែយើង .backup មួយទៀត back ពាក្យពេញគឺ backup ចុច enter មកអូខេចុច ls មើលអញ្ចឹងវាមាន2អញ្ចឹងវាមាន file ដើមមួយនិង file backup មួយអញ្ចឹងឥឡូវយើងចូលមើលថាពេល backup ថាវាមានបាត់តន្ន័យអត់ file name .txt យ៉ាសុំទោសខ្ញុំសេខុសហើយចុច cd ហ្នឹងហើយចុចអូខេយ៉ាអូខេឥឡូវចេញមកក្រៅសិនឥឡូវខ្ញុំធ្វើការមើលវាម្ដងទៀត cat file name .txt អូខេឥឡូវនេះខ្ញុំមើលឃើញហើយគឺយើង backup ហើយយើងមានតន័យយើងមានបត្តនាទេគឺវានឹងដដែលអញ្ចឹងខ្ញុំធ្វើការផ្លាស់ប្ដូរឈ្មោះដើម្បី rename file ធ្វើការ rename file name .txt អញ្ចឹងដើម្បីrename បានគឺយើងប្រើ command mv តមកយើងទៅសេ file name យើងនឹងមក
file name .txt ឥឡូវខ្ញុំចង់ដោះបដូរវាទៅជា file .txt វិញ file .txt ចុច enter មកយើងចុច ls មកនេះគឺ file name.txt យើងហ្នឹងគឺបានផ្លាស់ប្ដូរទៅជាចេញទៅជា file .txt នៅខាងស្ដាំដៃខ្ញុំហ្នឹងស្ដាំដៃ backup ហ្នឹងអញ្ចឹងដល់ពេលឥឡូវយើងចង់មើលឃើញថាពេលយើង rename វាមានបាត់ទិន្នន័យនៅក្នុង file ហ្នឹងអត់យើងចុច comment ថា cat file .txt ហ្នឹងមកអូខេឥឡូវគឺទិន្នន័យយើងគឺនៅដដែលអញ្ចឹងហើយ comment មួយទៀតចុងក្រោយហ្នឹងគឺខ្ញុំចង់ប្រើ comment remove directory យើងប្រើ comment ដើម្បី remove directory បានគឺយើងប្រើ comment rm directory ណាគឺតម remove rm directory អញ្ចឹងខ្ញុំឥឡូវខ្ញុំចេញពី directory ហ្នឹងសិនខ្ញុំ cd ចុចអូខេឥឡូវចេញពីយើងចេញពី directory ហ្នឹងហើយយើងប្រើ comment remove គឺ rm remove directory អញ្ចឹងយើងចង់ remove directory មួយណាយើងremove វាមកយើងឥឡូវខ្ញុំសាក់remove directory ដែលយើងផ្ទុកទិន្នន័យខ្ញុំមាន file មានអីនៅក្នុងចឹងឥឡូវខ្ញុំdirectory ឈ្មោះថា folder.txt អញ្ចឹងយើង remove វាមកចឹងថាវាបាត់អត់អូខេឥឡូវខ្ញុំដាក់ដក v ទៅដើម្បីឲ្យវា load load អត់ចេញអក្សរយ៉ាងអីកុំឲ្យវាស្ងាត់ពេកយើងចុច enter មកប៉ាំងគឺវាអត់អាចទី move បានទេដោយសារគឺ directory ហ្នឹងគឺមានdirectory ហ្នឹងគឺមាន file ហ្នឹងអញ្ចឹងឥឡូវខ្ញុំ ls សិនអញ្ចឹងខ្ញុំនឹងធ្វើការ remove directory វាដែលមាន file ហ្នឹងទេគឺ sv2.6 folder sv2.6 folder ហ្នឹងឥឡូវខ្ញុំធ្វើការ rm dir.v sv2.6 folder ឥឡូវខ្ញុំការ remove វាចេញយើងចុច enter មកពងអញ្ចឹងគឺវាបាន remove សម្រាប់ឥឡូវចុច ls មើលគឺអត់មានទៀតទេអញ្ចឹងដើម្បី remove file ផ្អស់ directory ណាដែលមាន file ហ្នឹងបានគឺយើងប្រើ comment គឺ rm ឥឡូវខ្ញុំ clear វាចង់ទៅមកវាពិបាកមើលពេក clear ហើយនឹងls list វាមកស្មើសូមមើលអញ្ចឹងយើងនឹងការ remove របស់ Q ហ្នឹងគឺ directory ហ្នឹងគឺខ្ញុំប្រើ comment rm គឺអត់មាន dir ទេ dir គឺសម្រាប់ delete direct តែម្ដងឥឡូវយើង rm វាមក rv folder.txt enter មកនេះគឺវា remove ហើយគឺវាដំបូងគឺវា remove backup ទីមកទី2គឺវា remove file txt យើងហ្នឹងទី3គឺ remove directory ចោលតែម្ដងអញ្ចឹងចំពោះ comment ហ្នឹងគឺមានប៉ុណ្ណឹងអញ្ចឹងចំពោះ comment សម្រាប់ hardware ហ្នឹងគឺមានមួយចំនួនខ្ញុំនឹងបង្ហាញគឺទី1គឺខ្ញុំប្រើ comment ls cpu គឺទៅមើលអានេះគឺជា comment មួយដែលយើងអាចមើលទៅលើ cpu របស់យើងមានម៉ានខមមើល CPU street មើលម៉ានខមម៉ានអីទៅមាន cache មានអីហ្នឹងយើងអាចមើលបានយ៉ាខ្ញុំ clear វាចោលមួយទៀតអាហ្នឹងគឺចំពោះ comment ls CPU អញ្ចឹងចំពោះ comment មួយទៀតគឺ top ហ្នឹងគឺយើងមើលទៅលើ comment ទៅលើreal time CPU usage គឺ CPU usage យើងប៉ុន្មានភាគរយ memory អញ្ចឹងទៅអាហ្នឹងគឺចំពោះ comment top អញ្ចឹងចំពោះតែវារៀងបាក់មើលវាមាន color មានអីទេអញ្ចឹងដើម្បីឲ្យវាមាន color មានអីស្រួលមើលយើងត្រូវ install HTOP អញ្ចឹងដើម្បី install បានឥឡូវចុច Ctrl C មកដើម្បីចេញខ្ញុំ clear មួយស្រួលមើលយើងប្រើ comment sudo apt install HTOP អូខេ enter មកយើង password យើងអូខេឥឡូវវា install ហើយឥឡូវយើងវាយថា HTOP enter មកនេះគឺវាចេញមកហើយអញ្ចឹងគឺវាដូចតែអាមិញដែរតែគ្រាន់តែវាមាន color មានអីវាអាចស្រួលមើលជាងអូខេអញ្ចឹង
ចំពោះអាហ្នឹងមានប៉ុណ្ណឹងយើង control C មកយើង control C មកអូខេខ្ញុំ clear វាចោលហើយយើងនឹងប្រើមួយទៀតគឺ command free ជា internal free នេះគឺយើងប្រើសម្រាប់មើលទៅលើ RAM មើល memory អញ្ចឹងវាមានយើង use ស្មើយើង total វាប៉ុន្មានប៉ុន្តែអ្វីដែលបាក់នោះគឺវាគិតជាមេអញ្ចឹងវាយើងពិបាកគណនាអញ្ចឹងដើម្បីឲ្យស្រួលគណនាគឺយើងប្រើ command ដដែល free យើងគ្រាន់តែបន្ថែម .h មក .h គឺមានថា Hugeman វាគឺសម្រាប់មនុស្សមើលសម្រាប់យើងមើលឲ្យស្រួលមើលចុច enter មកនេះគឺវាគិតជា G ហើយយើងបាន 3.8G អញ្ចឹងទៅទុក memory total use បានមេអញ្ចឹងទៅអូខេអាហ្នឹងចឹងហើយ comment មួយទៀតគឺមើលទៅលើ disk usage គឺdisk space យើងហ្នឹងគឺយើងប្រើ comment df នេះដូចគ្នាយើង df មកវាចេញមកហើយមានអីចឹងទៅប៉ុន្តែវាពិបាកមើលដូចគ្នាអញ្ចឹងប្រើ df .h ដដែលមកវាគិតជាមេយើងស្រាប់មានsize មានអីចឹងម៉ាជីវាគិតជា G គិតជាមេយើងស្រួលមើលអូខេអញ្ចឹងចំពោះ comment មួយទៀតគឺcomment lsblk comment ហ្នឹងគឺយើងមើលដូចគ្នាយើងមើលមាន this មាន loop អីចឹងទៅចំពោះចំពោះ comment lsblk ហ្នឹងគឺយើងប្រើសម្រាប់មើលការ block device និង partition ជា tree ជា structure អញ្ចឹងអាហ្នឹងគឺ comment lsblk ហ្នឹងបន្តមកគឺ comment kill នេះគឺសំដៅទៅលើ comment នេះប្រើសម្រាប់ kill process ណាមួយយើងអាចប្រើចុច kill អញ្ចឹងទៅយើងអាចប្រើវា kill ទៅលើ PID kill process PID ហ្នឹងគឺយើងវាយ PID មកគឺវា kill process តាម PID ហ្នឹងហើយបើយើងអាចវាយជា kill ឬមួយក៏ kill all ហើយយើងវាយ process ឈ្មោះ process name យើងមកគឺវា kill អាហ្នឹងហើយអញ្ចឹង comment ហ្នឹងខ្ញុំអត់ធ្វើការប្រើទេអញ្ចឹងcomment ចំពោះ comment ដែលខ្ញុំបានបង្ហាញគឺមានប៉ុណ្ណឹងអញ្ចឹងខ្ញុំនឹងធ្វើការ shut down នៅ server ខ្ញុំឥឡូវ shut down ជាមួយ command sudo shut down now អូខេខ្ញុំឲ្យអូខេឥឡូវខ្ញុំដកភ្លេងឲ្យម្ដងទៀតយើង shut down វា sudo shut down now enter អូខេអញ្ចឹងសម្រាប់ comment បង្ហាញខ្ញុំមានតែប៉ុណ្្នឹងទេអញ្ចឹងខ្ញុំសូមអរគុណសូមជម្រាបលា